មែនទែនប្រិមិត្តនៅម៉ោង1រំលងអត្រាឈានចូលថ្ងៃទី19ខែមិថុនាឆ្នាំ2025នេះនាយករដ្ឋមន្ត្រីថៃគឺលោកស្រីផែថងឋានបានដាក់លិខិតលាលែងចេញពីតំណែងដោយខ្លួនឯងចំណែកមូលហេតុដែលឈានទៅដល់ការដាក់លិខិតលាលែងនោះដោយសារតែលោកស្រីគឺមានការរងសម្ពាធខ្លាំងមែនទែនពីសំណាក់ប្រជាជនថៃខ្លួនឯងក៏ដូចជាមេយោធាថៃហើយនឹងរឿងមួយទៀតនោះគឺដោយសារតែលោកស្រីបែកធ្លាយសារសម្លេងសន្ទនាតាមទូរស័ព្ទជាមួយនឹងសម្ដេចតេជោហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដោយលោកស្រីបានលើកឡើងថាបាទយោធាថៃភូមិភាគ2បាទគឺមេតបថៃណាបាទគឺគាត់ជាមនុស្សដែលធ្វើអ្វីគឺមិនសូវគិតមុខក្រោយមិនសូវគិតអ្នកដទៃហើយនិយាយយកតែល្អខ្លួនឯងដើម្បីទទួលបានប្រជាប្រិយភាពតែប៉ុណ្ណោះបន្ទាប់ពីលោកស្រីបានលើកឡើងបែបនេះក៏មានការរិះគន់ខ្លាំងពីសំណាក់ប្រជាជនថៃបាទហើយទាមទារឲ្យលោកស្រីចុះចេញពីតំណែងក៏ប៉ុន្តែការទាមទារនោះបាទមិនទាន់ដល់កម្រិតមួយដែលថាប្រកាសអាសន្នណាមួយនោះទេក៏ប៉ុន្តែលោកស្រីគឺបានលាលែងចេញពីតំណែងដោយខ្លួនឯងដូច្នេះរាល់ព័ត៌មានលម្អិតទៀតខ្ញុំបាទនឹងលម្អិតជូននៅក្នុង Channel YouTube នេះចឹងបងប្អូនសូមកុំភ្លេចចុចពាក្យសាជាវឬក៏ Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗនៅក្នុងដៃបាទសូម